អូខេជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើ video tutorial about ដើម្បី connect ESP32 របស់យើងហ្នឹងទៅកាន់ Arduino Cloud ដើម្បីឲ្យឧទាហរណ៍ថានៅពេលដែលយើង config code ចូល ESP32 ហើយយើងប្រើ mobile app ឬមួយក៏ web browser ដើម្បីបញ្ជា ESP32 ហ្នឹងពីចម្ងាយដោយអត់ដោតទៅកុំព្យូទ័រផ្ទាល់យើងគ្រាន់តែ connect ESP32 ហ្នឹងទៅ power source ទៅពេលយើងបញ្ជាបិទបើកកុងតាក់ពូភ្លើងទៅបញ្ជាពីចម្ងាយក៏អាំពូភ្លើងហ្នឹងដើរដែរអញ្ចឹងយើងមើលទាំងអស់គ្នាយើងត្រូវlog in ចូលទៅក្នុងបើក Arduino Cloud មកបន្ទាប់ពីចូលហើយវាឲ្យយើង sign in អញ្ចឹងយើង sign in វាសិនមកបន្ទាប់ពី sign in ហើយយើងចុចទៅកន្លែង device យើងមុនដំបូងយើងត្រូវ add device សិនដោយសារវាអត់ទាន់ស្គាល់ device ទេយើងត្រូវចុចកន្លែង add ហ្នឹងមកបើអ្នកទាំងអស់គ្នាមានArduino board មកយើងចុចកន្លែង Arduino board តែបើយើងប្រើ ESP32 ដោយសារវាមិនជា Arduino board ទេអញ្ចឹងវាជា compatible device យើង select វាមកយើង select model របស់វាមកអញ្ចឹងក្នុងករណីនេះmodel របស់ខ្ញុំគឺ ESP32 S3 dev model នោះស្រាប់បញ្ញនេះអូខេអញ្ចឹង continue មកយើងចុចដាក់ឈ្មោះវាមកដាក់ឈ្មោះអីគេtesting ដាក់ប៉ុណ្ណឹងមកតើមកកន្លែងនេះយើងត្រូវ copy ឬមួយក៏រក្សាទុកនៅ device ID ហើយនឹង secret ID នឹងទុកដើម្បីទុកថ្ងៃក្រោយយើងសម្រាប់ប្រើទៀតអូខេចឹងយើងទុកប្រើថ្ងៃក្រោយចឹងយើងចុច continue មកវានឹងលោតផ្ទាំងនេះមកអញ្ចឹងដើម្បីឲ្យESP32 នឹងដើរយើងត្រូវដាក់Wi-Fi ឲ្យវាសិនអញ្ចឹងយើងត្រូវដាក់ឈ្មោះ Wi-Fi វាមកយើងត្រូវ create new more than few thing អូខ្ញុំធ្លាប់បង្កើត thing ថ្មីខ្ញុំសាក delete thing ចោលthing ចោលហ្នឹង select delete តាំងពីណាបាន delete អូខេ delete ហើយ delete មួយទៀតអូខេ delete ហើយយើងចូលកន្លែង device ហ្នឹងហើយកន្លែង testing device យើងបង្កើតបែបហ្នឹងយើងបង្កើត thing វា create new network credential ក្នុងករណីនេះខ្ញុំប្រើអ៊ីនធឺណិតរបស់ខ្ញុំគឺឈ្មោះថា hi ហើយនឹង password 12345689អូខេអា secret key មិញហ្នឹងអ្វីដែលគេបង្ហាញមិញហ្នឹងយើង copy វាមកហើយយើងដាក់កន្លែងហ្នឹងមកអូខេយើងចុចកន្លែង save and upload later សិនមកអូខេតោះមកយើងបាន config ជាមួយនឹង Wi-Fi យើងហើយតោះមកយើងចុចទៅលើthing របស់យើងតើមកចុចកន្លែងthing ដែលយើងធ្លាប់បង្កើតមិញហ្នឹងហើយយើងចុចកន្លែង add ចុចកន្លែង add ហ្នឹងមកតើមកយើងដាក់ឈ្មោះរបស់វាថាយើងចង់ឲ្យ function ហ្នឹងវាធ្វើអីគេឧទាហរណ៍ថាក្នុងករណីនេះខ្ញុំចង់ឲ្យវាបើ LED switch អញ្ចឹងទៅតើមក variable របស់យើងគឺយើងត្រូវប្រើ boolean អានេះយើងដាក់ read and write on chain ទាំងពីរហ្នឹងមកតើមកយើងចុចលើកន្លែងឈ្មោះវាដើម្បីទៅយើងមើលវាថាត្រូវអត់តើមកយើងចុចកន្លែង sketch ដើម្បីយើងដាក់បញ្ចូលកូដវា
ក្នុងកន្លែងនេះខ្ញុំឃើញថាគេច្រើនគេយើងគាត់អាច upload code បានដោយសារតែ permission របស់ website ហើយនិង browser ដោយសារអាហ្នឹង browser ហ្នឹងដោយសារយើងប្រើ browser ខ្លះវាមាន restriction ខ្លាំង browser ខ្លះវាអត់សូវមាន restriction ទេអញ្ចឹងធ្វើឲ្យhardware មួយ browser កន្លែង web browser ហ្នឹងវាអាច connect communicate ជាមួយនឹងគ្នាបានអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវ allow permission របស់វាអញ្ចឹងបើអ្នកខ្លះគេប្រើ browser យើងបិទកន្លែង shield ហ្នឹងសិនមកយើងបិទកន្លែង shield ហ្នឹងសិនមកហើយឲ្យវា refresh ទៅយើងនឹងអាច upload code បានហើយសម្រាប់អ្នកប្រើ Chrome យើងត្រូវ reset permission នៅកន្លែងនេះ reset permission ហើយយើង allow វាទាំងពីរ permission មកហើយពេលយើង refresh ទៅយើងអាច upload code ចូលបានហើយបន្ទាប់មកនេះជា code ដើមស៊ីនរបស់វាហ្មងអត់ទាន់upload អត់ទាន់កែអីទេអញ្ចឹងយើងត្រូវដូរ code ឡើងនេះដែល code ហ្នឹងខ្ញុំមានហើយស្រាប់ហើយវាដូចជា code នេះអញ្ចឹងឥឡូវខ្ញុំបើកដើម្បីយក code វាសិននេះ code របស់ខ្ញុំអានេះក្នុងលក្ខខណ្ឌនេះដោយសារcode ហ្នឹងវាខុសគ្នាទៅតាម device បើ device ផ្សេងគ្នាយើងត្រូវការប្រើ code ផ្សេងគ្នាអញ្ចឹងណាអញ្ចឹងយើងអាច search ChatGPT ឲ្យវា generate code ឲ្យសិនទៅដែលអញ្ចឹងទៅអានេះក្នុងការនេះខ្ញុំប្រើLED វាបញ្ជូន signal ទៅ D10 ដើម្បីឲ្យវាអំពូលពេលភ្លឺទៅយើងដោតpin ទៅកន្លែង D10 ទៅវានឹងភ្លឺតាមហ្នឹងហើយនេះ thing យើងត្រូវ create ចំនួន3 tab ដែល tab ទី1គឺវាមាន main tab មាន thing property ហើយនិង Arduino secret អញ្ចឹងយើងត្រូវ create មួយទៀតមកយើងត្រូវ create Arduino secret មួយទៀតមកdot why I cannot Arduino secret okayយើងត្រូវដាក់កូដវាចូល Arduino ខ្ញុំប្រើ Wi-Fi របស់ខ្ញុំឈ្មោះ Hi ហើយ secret key នេះយើងត្រូវយក secret key របស់យើងមិញហ្នឹងដែលវាមាននេះដាក់មកចូលដែរមកអូខេតោះមកយើងផ្ទៀងផ្ទាត់ឡើងវិញ device login ID យើងត្រូវដូរកន្លែងនេះដែរdevice នេះ device ID ហ្នឹងយើងបាច់ដូរឯដោយសារពេលយើង create មកវាអា file ពីរនេះវាឲ្យមកស្រាប់អីចឹងអា file thing នេះគឺគេដាក់ថា do not edit អញ្ចឹងយើងមិន edit វាទេយើងពេលយើង create thing ជាមួយនឹង ESP32 របស់យើងមកអា file ហ្នឹងវា auto create ទេអញ្ចឹងយើងអ្វីដែលយើងត្រូវធ្វើគឺដូរទៅអា main file ក្នុងហ្នឹងឯង main code នៅក្នុងកន្លែង file របស់ main វាឯងអញ្ចឹងតោះមកយើង upload code ហ្នឹងចូល ESP យើងមកlet me pause អូខេយើងមកវិញដោយសារមុនហ្នឹងខ្ញុំបិចដូរឈ្មោះវាអញ្ចឹងឈ្មោះវាលើកនេះត្រូវហើយយើងបាញ់កូដចូលវាទៅ
ok chẳng bắt to dương bắt to mùi năng tutorial bảo dương cứ môn tập bộ môn năng via error câu để xa mua bao nhiêu việc khó để xa code ní dương AI generate tây tam model bỏ dương từ hai môn năng môi tiết cứ lại nhưng hẹp ai và cả tab thay dot a nắng nắng sầm rạp ta nẹp hờ IDE to là công tơ đây bà hờ IDE nên là cloud ní vì miền skate secret đang mau xẻ với trắng dương mình bạch trang bạch ở ní thì mình trang bạch create tab thay mua đã password đã đây đang tê về để xa còn ní vì miền hai xa vậy trắng dương đó dương còn là lại man INO ní dương còn đô code tam model bao dương máu vậy để dương chọn bàn máu thôi tôi chỉ sạch chẳng dương upload code về màu này về upload hai dương trong body file với chỉ cần serial monitor mà what happened let's see change oh no nhưng phải vậy nè việc việc thang Wi-Fi status connect hai chẳng tại sao nhưng khi dương bị chán cứ việc càng này lại Wi-Fi status năng cứ nộp đại dân đã hỏi vì score chẳng dương thời bậc cao tha lại lại cái skate secret đấy với thời cho mùi năng skate secret nó với thời cho mùi năng quay đại dân đã nó lại dashboard nước là device với nó với thời có tha đặt được không nè bảo vệ đại vào dân đặt password wifi khó khăn có bị score này trắng dương thời cho được lại dashboard mà nằm bây giờ một cái variable nằm bây một cái function switch via nên check edit máu hay check add máu hay check lại switch máu ok hai dân link về link tới mùi nè link tới ở đi switch mình nè click ok đã má dân click đàn nó thằng má dân check bạn lử bắt bạn lử ok tập năng